លំហាត់ការប្រៀបធៀបត្រីកោណចូលមកដល់ទី3នេះគឺគេឲ្យយើងប្រៀបធៀបហើយនឹងទាញថាជ្រុងស្មើជ្រុងក៏ប៉ុន្តែនៅក្នុងលំហាត់នេះគេអត់ឲ្យរូបភាពមកទេដូច្នេះយើងត្រូវគូសរូបភាពជាមុនសិនទៅធ្វើការប្រៀបធៀបបានជាដំបូងយើងត្រូវអានប្រធានដើម្បីអាចគូសរូបបានគេឲ្យមកមានអង្កត់ AB និងអង្កត់ CD ប្រសពគ្នាត្រង់ E ឥឡូវយើងគូសអង្កត់ AB1 ដែលនេះគឺ A ខាងលើគឺ B និងគូសអង្កត់មួយទៀត CD អង្កត់ទាំងពីរហ្នឹងប្រសពគ្នាត្រង់ E និងមានប្រវែង AE ស្មើ EB និង AD ស្របជាមួយនឹង CB អញ្ចឹងយើងត្រូវភ្ជាប់អង្កត់ A ទៅអង្កត់ C ហើយភ្ជាប់ពី B មក C ដោយស្របជាមួយនឹង AD បានប៉ុណ្ណឹងហើយយើងអាចធ្វើការប្រៀបធៀបបានកគេឲ្យយើងប្រៀបធៀបត្រីកោណ AED ជាមួយនឹងត្រីកោណ BEC គឺត្រីកោណខាងលើនេះអញ្ចឹងនៅក្នុងត្រីកោណទាំងពីរហ្នឹងយើងឃើញថាមានប្រវែងជ្រុង AE ស្មើជាមួយនឹង EB ដែលយើងស្គាល់ជាសមត្ថកម្មនៅក្នុងលំហាត់ដែលគេប្រាប់ទី2មានមុំ E ខាងនេះហើយនិងមុំ E ខាងក្រោមមុំ B EC ប៉ុននឹងមុំ AED គឺជាមុំទល់កំពូលបន្តមកទៀតដោយសារយើងដឹងថានៅក្នុងលំហាត់គឺ AD ស្របជាមួយនឹង CB បើពីរនឹងស្របគ្នាយើងអាចទាញបានថាមុំ C ហើយនឹងមុំ D ឬក៏មុំ A ជាមួយនឹងមុំ B ឥឡូវយើងយកមុំ A ជាមួយនឹងមុំ B គឺស្មើគ្នាហើយវាជាប្រភេទមុំឆ្លាស់ក្នុងអញ្ចឹងយើងអាចធ្វើការសន្និដ្ឋានបានដូចនេះត្រីកោណ AED ប៉ុននឹងត្រីកោណ BEC តាមករណីម៉ូជូម៉ូខទាញថា ED ស្មើជាមួយនឹង EC គឺប្រវែងនេះហើយនឹងប្រវែងនេះស្មើគ្នាដើម្បីទាញបានជ្រុងស្មើជ្រុងបែបនេះគឺយើងទាញតាមវិបាកហើយវិបាកគឺជារបស់ដែលនៅសេសសល់ក្រោយពីការប្រៀបធៀបឥឡូវតាមរូបភាពយើងឃើញថាជ្រុង ED វាជាជ្រុងឈោមនៅទៅនឹងមុំ A ហើយជ្រុង EC គឺជាជ្រុងឈោមទៅនឹងមុំ B ចំណែកមុំ A និងមុំ B យើងបានធ្វើការប្រៀបធៀបខាងលើគឺវាស្មើគ្នាអញ្ចឹងមានន័យថាប្រវែង ED និងប្រវែង EC គឺជាធាតុត្រូវគ្នានោះតាមវិបាកយើងអាចទាញបានថា ED ស្មើជាមួយនឹង EC ដូចនេះ ED ស្មើជាមួយនឹង EC ចូលមកដល់កិច្ចការផ្ទះមួយនេះគេឲ្យយើងធ្វើការប្រៀបធៀបរវាងត្រីកោណ LMP ហើយនិងត្រីកោណ QST ដោយសារត្រីកោណទាំងពីរនឹងវាដាច់ពីគ្នាយើងងាយស្រួលក្នុងការប្រៀបធៀបទេហើយនៅក្នុងត្រីកោណទាំងពីរហ្នឹងយើងឃើញថាមានប្រវែងជ្រុង LP ដែលគេគូសឆូតពីរនេះស្មើជាមួយនឹងប្រវែងជ្រុង TQ ជាសមត្ថកម្មហើយមុំ L ដែលគេគូសមួយនេះវាប៉ុនគ្នាជាមួយនឹងមុំ Q ដែលគេគូសមួយដូចគ្នាអាហ្នឹងក៏ជាសមត្ថកម្មនិងចុងក្រោយយើងឃើញថាមានមុំ P ដែលប៉ុនជាមួយនឹងមុំ T ក៏ជាសមត្ថកម្មដែរគេប្រាប់នៅក្នុងរូបភាពទាំងអស់ដូចនេះត្រីកោណ LMP ប៉ុននឹងត្រីកោណ QST តាមករណីម៉ូជូម៉ូក្រោយពីការប្រៀបធៀបសំណួរនៅក្នុងលំហាត់នឹងមួយទៀតគេឲ្យយើងទាញនៅវិបាកអញ្ចឹងយើងទាញវិបាកគឺជាអ្វីដែលនៅសេសសល់ក្រោយពីការប្រៀបធៀបដោយវិបាកនៅកន្លែងនេះគឺយើងត្រូវទាញយកទាំងអស់
ឲ្យគ្រប់នៅមុំ3គូនិងជ្រុង3គូហើយការប្រៀបធៀបរបស់យើងបានរកឃើញមុំ2គូហើយចឹងវានៅខ្វះមុំ1គូទៀតគឺនៅខ្វះមុំ M ត្រូវស្មើជាមួយនឹងមុំដែលនៅសល់គឺ S ចំណែកជ្រុងយើងនៅសល់2គូយើងមើលទៅលើជ្រុង M ជាជ្រុងដែលឈោមជាមួយនឹងមុំគូសឆូត2នេះអញ្ចឹងត្រីកោណមួយទៀតគឺមានជ្រុង SQ ដែលជាជ្រុងឈោមជាមួយនឹងមុំឆូត2នេះដូចគ្នានិងជ្រុងដែលនៅសល់ចុងក្រោយគឺជ្រុង PM វាត្រូវស្មើជាមួយនឹងជ្រុង TS